របៀបកក់សំបុត្ររថយន្តតាមកម្មវិធី VAT Express ជាដំបូងចូលទៅកាន់ App VAT Express ហើយចុចសំបុត្រឡានវីរៈបន្ថែមបន្ទាប់មកជ្រើសរើសទិសដៅជាដំណើរនិងជ្រើសរើសទិសដៅដែលយើងចង់ទៅហើយជ្រើសរើសថ្ងៃដែលយើងចង់ធ្វើដំណើររួចចុចស្វែងរកជ្រើសរើសម៉ោងធ្វើដំណើរនិងប្រភេទរថយន្តដែលលោកអ្នកចូលចិត្តសូមជ្រើសរើសប្រភេទកៅអីហើយបំពេញព័ត៌មានរបស់លោកអ្នកដោយជ្រើសរើសស្ថានីយ៍ឡើងឡានបន្ទាប់មកជ្រើសរើសភេទនិងសញ្ជាតិរួចផ្ទៀងផ្ទាត់មុននឹងចុចពាក្យដំណើរការដើម្បីចូលទៅបង់ប្រាក់ជ្រើសរើសធនាគារដែលលោកអ្នកប្រើប្រាស់ហើយចុចពាក្យបង់ប្រាក់បន្ទាប់មកវានឹងចូលទៅកាន់ធនាគាររបស់លោកអ្នករួចចុច Pay Now សំបុត្ររបស់អ្នកត្រូវបានកក់រួចរាល់វិធីចូលទៅមើលសំបុត្រដែលលោកអ្នកបានកក់ចូលទៅកាន់ App VAT Express រួចចុចពាក្យប្រវត្តិហើយចុចប្រវត្តិសំបុត្រធ្វើដំណើររួចបង្ហាញព័ត៌មាននោះទៅកាន់អ្នកឆែកសំបុត្រជាការស្រេច